ជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះឃុំសណាតឡើងមកធ្វើការសង្ខេបនៅមេរៀននៃសប្តាហ៍ទី6 Bloom Taxonomy ការរៀបចំនិងការបង្កើតតេស្តចូលមកដល់ការសង្ខេបតែម្ដងតើយើងប្រើ Bloom Taxonomy ដើម្បីអ្វីយើងប្រើ Bloom Taxonomy ដើម្បីទី1កំណត់កម្រិតនៃការគិតរបស់សិស្ស Bloom Taxonomy ជួយឲ្យគ្រូដឹងថាសិស្សគាត់នឹងកំពុងតែគិតនៅកម្រិតណាគិតបែបចងចាំយល់អត្ថន័យអនុវត្តវិភាគវាតម្លៃឬក៏បង្កើតអ្វីដែលថ្មីទី2គ្រូជួយបង្កើតសំណួរនិងវត្ថុបំណងមេរៀនឲ្យបានត្រឹមត្រូវគ្រូប្រើ Bloom Taxonomy ដើម្បីទី1សរសេរវត្ថុបំណងមេរៀនឲ្យបានច្បាស់ទី2បង្កើតសំណួរវាតម្លៃឲ្យសមស្របទៅនឹងមេរៀនទី3ជៀសវាងសំណួរដែលវាស់វែងតែការចងចាំប៉ុណ្ណោះទី3គ្រូជួយរៀបចំការមានថាការរៀបចំការបង្រៀនពីងាយទៅលំបាក Bloom Taxonomy រៀបចំកម្រិតគំនិតពីទាបទៅខ្ពស់ទី1ការចងចាំទី2យល់ទី3អនុវត្តទី4វាតម្លៃទី4វិភាគទី5វាតម្លៃទី6នឹងការបង្កើតថ្មីដូច្នេះគ្រូអាចបង្រៀនជាលំដាប់មានប្រសិទ្ធភាពទី4ជួយវាស់វែងលទ្ធផលការសិក្សាឲ្យបានត្រឹមត្រូវការប្រើប្រាស់ Bloom Taxonomy នឹងធ្វើឲ្យការវាតម្លៃមានសុពលភាពសំណួរសមស្របទៅនឹងអ្វីដែលបានបង្រៀនវាស់បានទាំងចំណេះដឹងនិងសមត្ថភាពគិតទី5ជំរុញការគិតកម្រិតខ្ពស់របស់សិស្សមានន័យថាមិនឲ្យសិស្សចេះតែចងចាំនោះទេប៉ុន្តែអាចវិភាគចេះវាតម្លៃចេះបង្កើតអ្វីដែលថ្មីចូលមកដល់គោលការណ៍បង្កើតសំណួរតាមទ្រឹស្ដី Bloom Taxonomy កម្រិតពុទ្ធិ Bloom ចែកចេញជា6កម្រិតពីកម្រិតទាបទៅកម្រិតខ្ពស់ទី1កម្រិតនៃការចងចាំកម្រិតនៃការចងចាំមានន័យថាសមត្ថភាពនៃការចងចាំព័ត៌មានឬក៏ទិន្នន័យអ្វីមួយកិរិយាសព្ទប្រើញឹកញាប់ថារំលឹករាយរាប់កំណត់ឬក៏ប្រាប់ឧទាហរណ៍ដូចជាតា Bloom Taxonomy ត្រូវបានបង្កើតឡើងដោយនរណានេះគឺជាចំណុចទី1ដែលជាកម្រិតនៃការចងចាំទី2កម្រិតយល់មានន័យថាសមត្ថភាពបកស្រាយឬក៏បញ្យល់អត្ថន័យកិរិយាសព្ទបញ្យល់បកស្រាយសង្ខេបឧទាហរណ៍សំណួរចូលបញ្យល់នៃ Bloom Taxonomy ទី3កម្រិតអនុវត្តគឺជាសមត្ថភាពដែលយកចំណេះដឹងទៅប្រើនៅក្នុងស្ថានភាពថ្មីកិរិយាសព្ទអនុវត្តប្រើគណនាឬក៏ដោះស្រាយឧទាហរណ៍សំណួរចូលប្រើ Bloom Taxonomy ដើម្បីបង្កើតសំណួរមួយទី4កម្រិតនៃវិភាគកម្រិតនៃការវិភាគគឺជាសមត្ថភាពដែលបំបែកព័ត៌មាននិងរោគទំនាក់ទំនងដូចជាវិភាគប្រៀបធៀបចែកចាយឬក៏សម្គាល់ឧទាហរណ៍ចូលប្រៀបធៀបកម្រិតនៃការចងចាំនិងយល់ទី5កម្រិតនៃការវាយតម្លៃគឺជាសមត្ថភាពវិនិច្ឆ័យនិងផ្ដល់ហេតុផលការវាយតម្លៃពិនិត្យសម្រេចនិងក៏ផ្ដល់មតិឧទាហរណ៍តើការប្រើ Bloom Taxonomy មានសារៈសំខាន់យ៉ាងដូចម្តេចចូលបញ្ជាក់ហេតុផលកម្រិតទី6គឺជាកម្រិតនៃការបង្កើតថ្មីគឺជាសមត្ថភាពបង្កើតគំនិតឬក៏ផលិតកម្មអ្វីដែលថ្មីបង្កើតរចនាឬក៏តែងផលិតផលអីផ្សេងឬក៏គំនិតអីបែងចែកអីផ្សេងថ្មីតែម្ដងឧទាហរណ៍សំណួរចូលរចនាសំណួរវាតម្លៃរបស់ Bloom Taxonomy សម្រាប់មុខវិជ្ជាភាសាខ្មែរឬក៏ការរចនាសំណួរវាតម្លៃ Bloom Taxonomy គណិតវិទ្យាអីអញ្ចឹងទៅចូលមកដល់ប្រភេទសំណួរតាមកម្រិត Bloom ទាំង6កម្រិតទី1កម្រិតនៃការចងចាំវាស់ស្ទង់ការចងចាំនិងការរំលឹកព័ត៌មានប្រភេទសំណួរដូចជាសំណួរជ្រើសរើសសំណួរគ្រីខុសឬត្រូវបំពេញពាក្យឬក៏ការកំណត់ន័យឧទាហរណ៍តើ Bloom Taxonomy មានប្រមាណកម្រិតរាយរាប់កម្រិតពុទ្ធិ Bloom 2កម្រិតនៃការយល់គឺជាការវាស់ស្ទង់ការយល់អត្ថន័យនិងការបកស្រាយប្រភេទសំណួរដូចជាបញ្យល់សង្ខេបបកស្រាយឬក៏លើកឧទាហរណ៍ជាដើមឧទាហរណ៍សំណួរចូលបញ្យល់អត្ថន័យនៃកម្រិតយល់តាម Bloom Taxonomy កម្រិតទី3គឺកម្រិតនៃការអនុវត្តគឺជាការវាស់ស្ទង់សមត្ថភាពយកចំណេះដឹងទៅប្រើដូចជាប្រភេទសំណួរការអនុវត្តតាមលំហាត់ដំណោះស្រាយបញ្ហាករណីឬក៏ប្រើនៅក្នុងស្ថានភាពអ្វីដែលថ្មីឧទាហរណ៍ចូលប្រើ Bloom Taxonomy ដើម្បីបង្កើតសំណួរមួយសម្រាប់ថ្នាក់ទី5 4កម្រិតនៃការវិភាគគឺជាការវាស់ស្ទង់សមត្ថភាពបំបែកនិងស្វែងរកទំនាក់ទំនងដូចជាប្រភេទសំណួរនៃការវិភាគប្រៀបធៀបចែកចាយឬក៏សម្គាល់នៃការហេតុផលឧទាហរណ៍
ចូលប្រៀបធៀបភាពខុសគ្នារវាងកម្រិតនៃការចងចាំនិងការយល់ទី5កម្រិតនៃការវាយតម្លៃកម្រិតនៃការវាយតម្លៃគឺវាស់ស្ទង់សមត្ថភាពវិនិច្ឆ័យនិងផ្ដល់មតិប្រភេទនៃសំណួរនៃកម្រិតនៃការវាយតម្លៃគឺទី1វាយតម្លៃពិនិត្យសម្រេចនិងផ្ដល់ហេតុផលឧទាហរណ៍សំណួរតើការប្រើបលុំតាក់សូណូមីនៅក្នុងការបង្កើតសំណួរមានអត្ថប្រយោជន៍យ៉ាងដូចម្តេចចូលបញ្ជាក់ចូលមកដល់កម្រិតទី6កម្រិតនៃការបង្កើតថ្មីកម្រិតនៃការបង្កើតថ្មីគឺជាការវាស់ស្ទង់សមត្ថភាពបង្កើតគំនិតថ្មីមួយឬក៏ការផលិតគឺការផលិតរបស់អ្វីមួយដែលថ្មីតែម្ដងប្រភេទសំណួរគឺការបង្កើតរចនាឬក៏តែងនឹងផលិតអ្វីដែលថ្មីប្រភេទឧទាហរណ៍វាគឺចូលរចនាសំណួរវាតម្លៃតាមបលុំតាក់សូណូមីសម្រាប់មុខវិជ្ជាភាសាខ្មែរគណិតអីជាដើមចូលមកដល់ជំហាននៅក្នុងការបង្កើតសំណួរតាមកម្រិតបលុំជំហានទី1កំណត់មេរៀនឬក៏ខ្លឹមសារឧទាហរណ៍មេរៀនបលុំតាក់សូណូមីជំហានទី2កំណត់កម្រិតបលុំពុទ្ធិបលុំចងចាំយល់អនុវត្តវិភាគវាតម្លៃនិងការបង្កើតទី3ជំហានទី3ជ្រើសរើសកិរិយាសព្ទឲ្យសមស្របកិរិយាសព្ទត្រូវតែសមស្របទៅនឹងកម្រិតជំហានទី4បង្កើតសំណួរតាមកម្រិតនីមួយសំណួរគំរូតាមកម្រិតបលុំ1កម្រិតនៃការចងចាំគោលបំណងវាស់នៃការចងចាំរាយរាប់កំណត់ប្រាប់សំណួរតើបលុំតាក់សូណូមីមានប្រមាណកម្រិតរាយរាប់កម្រិតបលុំទាំង6កម្រិតទី2កម្រិតនៃការយល់គោលបំណងគឺវាស់ការយល់នៃអត្ថន័យទី3កម្រិតទី3គឺកម្រិតនៃការអនុវត្តគោលបំណងនៅក្នុងកម្រិតនៃការអនុវត្តគឺវាស់ការប្រើចំណេះដឹងកម្រិតទី4គឺកម្រិតវិភាគគោលបំណងគឺវាស់សមត្ថភាពនៃការវិភាគកម្រិតទី5គឺវាតម្លៃវាស់សមត្ថភាពវិនិច្ឆ័យកម្រិតទី6គឺកម្រិតនៃការបង្កើតថ្មីគឺវាស់សមត្ថភាពនៅក្នុងការបង្កើតថ្មីចូលមកដល់សំណួរទម្រង់បិទសំណួរទម្រង់បិទគឺជាអ្វីសំណួរទម្រង់បិទគឺជាសំណួរដែលមានចម្លើយកំណត់ជាមុនសិស្សជ្រើសរើសឬក៏ឆ្លើយខ្លីឧទាហរណ៍ជ្រើសរើសការគូផ្គងការបំពេញពាក្យឬក៏ការគ្រិះទៅលើសំណួរខុសឬត្រូវគុណសម្បត្តិនៃសំណួរទម្រង់បិទទី1ងាយស្រួលវាតម្លៃនិងផ្ដល់ពិន្ទុមានចម្លើយច្បាស់លាស់កាត់បន្ថយភាពលំអៀងរបស់អ្នកកែ2សន្សំពេលវេលាសិស្សឆ្លើយបានលឿនគ្រូកែបានឆាប់សមស្របសម្រាប់ថ្នាក់មានសិស្សច្រើនទី3មានភាពវាស់វែងបានត្រឹមត្រូវមានថាសុក្រិតភាពលទ្ធផលមានស្ថិរភាពអាចប្រើនៅក្នុងតេស្តស្តង់ដារទី4គ្របដណ្ដប់មេតិកាបានទូលាយមានន័យថាអាចដាក់សំណួរច្រើននៅក្នុងពេលខ្លីវាស់ចំណេះដឹងទូទៅបានល្អទី5ងាយរៀបចំជាការប្រឡងស្តង់ដារសមស្របសម្រាប់សំណួរ MCQ True or False ឬក៏ matching ជាដើមគុណវិបត្តិនៃសំណួរទម្រង់បិទទី1គឺមិនវាស់ការគិតកម្រិតខ្ពស់បានល្អនោះទេមិនថាមិនវាស់បានច្បាស់លាស់អំពីការគិតការវិភាគការបង្កើតថ្មីការបកស្រាយជ្រាវជ្រៅជាដើម2មានឱកាសទាយចម្លើយមានថាជាពិសេសសំណួរត្រូវឬខុសឬក៏ជ្រើសរើសចម្លើយទី3មិនបង្ហាញដំណើរការគិតរបស់សិស្សគ្រូមិនឃើញថាសិស្សគិតយ៉ាងដូចម្ដេចឬក៏ឃើញតែត្រូវឬខុសប៉ុណ្ណោះទី4ពិបាកបង្កើតសំណួរដែលមានគុណភាពត្រូវការពេលវេលាត្រូវចេះសរសេរចម្លើយឲ្យបានល្អទី5អាចជំរុញការចងចាំជាងការយល់មានថាសិស្សអាចរៀនតែការចងចាំមិនជំរុញការគិតបែបឯករាជ្យចំពោះចូលមកដល់សំណួរទម្រង់បើកសំណួរទម្រង់បើកជាអ្វីសំណួរទម្រង់បើកគឺជាសំណួរដែលមិនមានចម្លើយកំណត់ជាមុនអនុញ្ញាតឲ្យសិស្សឆ្លើយដោយសេរីបង្ហាញការគិតនិងហេតុផលតខ្លួនឧទាហរណ៍សំណួរអត្ថបទសំណួរបញ្យោឬក៏សំណួរបែបវិភាគជាដើមគុណសម្បត្តិនៃសំណួរទម្រង់បើកទី1គឺវាស់ការគិតកម្រិតខ្ពស់បានល្អវាស់បានកម្រិតវិភាគវាតម្លៃនិងការបង្កើតសមស្របទៅនឹងបលុំតាក់សូណូមីកម្រិតខ្ពស់ទី2បង្ហាញដំណើរការគិតរបស់សិស្សគ្រូអាចឃើញរបៀបគិតការបកស្រាយនិងការយល់បែប
ស៊ីជម្រៅឬក៏ជ្រាលជ្រៅទី3ជំរុញនៅការគិតបែបឯករាជ្យនិងការច្នៃប្រឌិតសិស្សគិតដោយខ្លួនឯងបង្ហាញទស្សនៈផ្ទាល់ខ្លួនជំរុញសមត្ថភាពសរសេរនិងទំនាក់ទំនងទី4ការបន្ថយការទាយចម្លើយมันអាចទាយដូចសំណួរបែបតម្រង់បិទបានទេចម្លើយត្រូវតែផ្អែកទៅលើការពិតនិងការយល់ពិតទី5សមស្របសម្រាប់ការវិតម្លៃបែបស៊ីជម្រៅឬក៏ជ្រាលជ្រៅសមស្របសម្រាប់ប្រឡងបែបអត្ថបទកិច្ចការស្រាវជ្រាវឬក៏ការបង្ហាញមតិចំពោះគុណវិបត្តិនៃសំណួរទម្រង់បើកទី1ចំណាយពេលវេលាច្រើនសិស្សចំណាយពេលវេលាឆ្លើយគ្រូចំណាយពេលកែនិងវាយតម្លៃទី2មានភាពលំអៀងនៅក្នុងការកែបន្ទូអាចមានភាពមិនស្មើគ្នាអាស្រ័យទៅលើទស្សនៈអ្នកកែទី3ពិបាករក្សាស្តង់ដារពិបាកធ្វើឲ្យការវិតម្លៃមានសុក្រិតភាពខ្ពស់ពិបាកនៅក្នុងការធ្វើតេស្តស្តង់ដារទី5សិស្សខ្លះពិបាកឆ្លើយសិស្សមានជំនាញសរសេរខ្សោយឬក៏មិនអាចបង្ហាញចំណេះដឹងពិតប្រាកដចូលមកដល់តេស្តស្តង់ដារជាអ្វីតេស្តស្តង់ដារគឺជាការវាយតម្លៃដែលមានលក្ខណៈបែបស្តង់ដារសម្រាប់សិស្សច្រើនអ្នកមានចម្លើយនឹងការវាយតម្លៃបែបស្មើគ្នាការប្រើការវាស់ចំណេះដឹងនិងសមត្ថភាពអាចប្រៀបធៀបលទ្ធផលបានទី2គោលបំណងនៃការតេស្តស្តង់ដារទី1វាស់ចំណេះដឹងនិងសមត្ថភាពរបស់សិស្សបែបស្តង់ដារគ្រូជួយគ្រូផ្ដល់មតិពីសមត្ថភាពសិស្សជាមធ្យោបាយបង្ហាញអំពីថាមេរៀនឬក៏កម្មវិធីបង្រៀនមានប្រសិទ្ធភាពដែរឬទេទី4ចំណុចប្រឹងប្រែងសម្រាប់សិស្សនៅក្នុងការសិក្សាទី3ជំហាននៅក្នុងការរៀបចំនិងបង្កើតតេស្តស្តង់ដារដែលជំហានទី1គឺការកំណត់គោលបំណងនិងវត្ថុបំណងនៃមេរៀនទី2កំណត់ប្រភេទសំណួរដែលជាសំណួរទម្រង់បើកឬក៏សំណួរទម្រង់បិទគន្លឹះនៃការប្រើបញ្ចូលទាំងបើកទាំងបិទដើម្បីវាស់បានទាំងចំណេះដឹងនិងសមត្ថភាពគិតទី3គឺកំណត់ចំនួនសំណួរនិងបន្ទុកចំណុចសំខាន់រួមបញ្ចូលថាកំណត់បន្ទុកសម្រាប់សំណួរនីមួយច្បាស់ថាតេស្តអាចសម្រួលនៅក្នុងការពេលកំណត់ទី4រៀបចំសំណួរតាមលំដាប់កម្រិតប្រើបលុំតាក់សូណូមីជាប្រភេទនៃផ្លូវដឹកនាំថាការចងចាំយល់អនុវត្តវិភាគវិតម្លៃនិងការបង្កើតថ្មីរៀបចំពីចម្ងាយរៀបចំពីងាយទៅពិបាកឬក៏កម្រិតចំណេះដឹងទៅកម្រិតគិតខ្ពស់ទី5ចេញលក្ខណៈបែបស្តង់ដារសរសេរសំណួរលើក្រដាសស្អាតរៀបចំការវិតម្លៃច្បាស់លាស់តេស្តគួរតែត្រូវតែមានស្តង់ដារស្មើគ្នាសម្រាប់សិស្សទាំងអស់ទី6គឺសាកល្បងនឹងការកែប្រែសាកល្បងការធ្វើតេស្តលើក្រុមតូចពិនិត្យសំណួរអាចមិនច្បាស់ឬក៏កែសម្រួលសម្រាប់ការប្រើប្រាស់ពេញលេញអីជាដើមទី7ការប្រើប្រាស់និងការវាយតម្លៃនៃលទ្ធផលការប្រើតេស្តវាស់សិស្សវាតម្លៃលទ្ធផលបង្ហាញចំណុចខ្សោយនិងចំណុចខ្លាំងកែប្រែនៃការបង្រៀនបើចាំបាច់4គន្លឹះសំខាន់នៅក្នុងគន្លឹះសំខាន់គឺទី1តេស្តត្រូវតែត្រឹមត្រូវនិងសមស្របទី2សំណួរត្រូវតែមានចម្លើយច្បាស់លាស់និងទី3សំណួរលំដាប់សំណួរត្រូវតែមានភាពច្បាស់លាស់និងទាំងសំណួរទាំងការប្រើសំណួរបិទនិងសំណួរបើកដើម្បីវាស់ទាំងការគិតការយល់និងការបង្កើតថ្មីជាដើមចំពោះការបកស្រាយសង្ខេបរបស់នេះខ្ញុំត្រូវបានបញ្ចប់សូមអរគុណលោកគ្រូ